គេថាសុខភាពគឺជាទ្រព្យដ៏មហាសាលបើគ្មានសុខភាពទេយើងមិនអាចប្រើប្រាស់ចំណេះដឹងដែលយើងមានឬទៅរកប្រកាសបានទេទោះបីយើងមានគម្រោងការងារធំមានក្តីស្រមៃខ្ពស់ឬមានឱកាសល្អនៅចំពោះមុខក៏យើងមិនអាចចាប់យកវាបានដែរប្រសិនបើរាងកាយរបស់យើងដេកនៅលើគ្រែពេទ្យដូច្នេះសុខភាពគឺជាដើមទុនដំបូងបង្អស់សម្រាប់សកម្មភាពគ្រប់យ៉ាងក្នុងជីវិតទ្រព្យដែលលុយអាចទិញបានមាសប្រាក់ផ្ទះវិឡាឬឡានទំនើបយើងអាចរកមកវិញបានទោះបីជាវាបាត់បង់ទៅក៏ដោយប៉ុន្តែនៅពេលដែលសុខភាពធ្លាក់ចុះដល់កម្រិតធ្ងន់ធ្ងរជួនកាលទោះបីមានលុយរាប់លានដុល្លារក៏មិនអាចទិញយកកាយសម្បទាដែលរឹងមាំត្រឡប់មកវិញបានដែរលុយអាចទិញថ្នាំល្អអាចទិញគ្រែពេទ្យទំនើបប៉ុន្តែវាមិនអាចទិញការមិនឈឺចាប់ឬអាយុជីវិតបានឡើយឥឡូវយើងនិយាយអំពីសុខភាពផ្លូវកាយនិងផ្លូវចិត្តពាក្យថាសុខភាពនៅទីនេះមិនសំដៅតែលើរាងកាយមាំមួនគ្មានជំងឺប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមបញ្ចូលទាំងសុខភាពផ្លូវចិត្តផងដែរនិយាយពីសុខភាពផ្លូវកាយកម្លាំងមាំមួនអាចដើរបានធ្វើការបាននិងរីករាយជាមួយអាហារឆ្ងាញ់ហើយនិយាយអំពីសុខភាពផ្លូវចិត្តផ្នែកស្មារតីស្រឡះល្អមិនតានតឹងមិនបាក់ទឹកចិត្តកាលណាផ្នែកទាំងពីរនេះល្អប្រសើរហើយនោះជីវិតនឹងមានសេចក្តីសុខពិតប្រាកដដែលនេះហើយគឺជាទ្រព្យមហាសាលដែលមិនចេះរីងស្ងួតការមានសុខភាពល្អគឺជាការសន្សំទ្រព្យយ៉ាងច្រើននៅពេលយើងមិនឈឺយើងមិនត្រូវការចំណាយលុយកាក់ទៅលើថ្លៃមន្ទីរពេទ្យថ្នាំសង្កូវឬខាតបង់ពេលវេលាក្នុងការរកចំណូលមនុស្សដែលឈឺម្នាក់មិនត្រឹមតែរងទុក្ខខ្លួនឯងទេថែមទាំងធ្វើឲ្យសមាជិកក្នុងគ្រួសារមានការបារម្ភនិងខាតបង់ពេលវេលានិងថវិកាថែមទៀតផងការដែលពោលថាសុខភាពគឺជាទ្រព្យដ៏មហាសាលគឺចង់ដាស់តឿនយើងគ្រប់គ្នាថាកុំរវល់តែចំណាយពេលវេលាទាំងអស់ដើម្បីតែរកលុយរហូតដល់ភ្លេចថែរក្សាសុខភាពព្រោះនៅចុងបញ្ចប់នៃជីវិតយើងអាចនឹងត្រូវយកលុយទាំងអស់ដែលរកបានមកទិញសុខភាពវិញតែមិនបានសម្រេចទេ